មួយរយៈចុងក្រោយនេះបងតាគ្នាមានចាប់អារម្មណ៍សក់ញោមអត់ថាសក់ញោមមកគឺវែងលឿនខ្លាំងមែនតើតាគ្នាដឹងអីពីមុនគឺសក់ញោមខ្លីធំស្មាតែម្ដងប៉ុន្តែឥឡូវហ្នឹងគឺសក់ញោមដោះលឿនខ្លាំងមែនតើដោយសារតែញោមគឺបានប្រើប្រាស់ជាមួយនឹងឈុតសាប៊ូកក់សក់របស់ Felix តាគ្នាមើលតែសាយសក់ញោមបានណាសក់ញោមនេះគឺខាត់កក់3ថ្ងៃហើយប៉ុន្តែតែសាយសក់នៅតែរលោងរលាស់ដូចជាវារៀងឡើងផេងតិចមែនប៉ុន្តែសក់ញោមគឺមើលទៅមានសុខភាពល្អច្រើនខ្លាំងមែនតើថ្ងៃហ្នឹងគឺញោមមកធ្វើការកក់សក់ចាស់ជូនបងតាគ្នាមើលគឺដំបូងឡើយគឺញោមប្រើប្រាស់ជាមួយនឹងសាប៊ូកក់សក់របស់ Felix តាគ្នាមើលសាច់សាប៊ូបានណាគឺសាច់សាប៊ូផ្សំឡើងមកពីខ្ញីដែលជួយស្បែកក្បាលយើងដុសសក់លឿនខ្លាំងមែនតើខ្ញុំចូលចិត្តក្លិនហ្នឹងគឺបែបប្រហើរបែបយើង relax ហ្មងអញ្ចឹងអ្នកតាគ្នា stress ហើយកក់សាប៊ូនេះគឺ relax ខ្លាំងមែនតើដោយសារតែវាមានក្លិនប្រហើរឈ្ងុយហ្មងគ្រាន់តែកក់ភ្លាមមកគឺអត់ធ្វើឲ្យសក់ខ្ញុំហឹងហើយខ្ញុំធ្លាប់កក់សាប៊ូច្រើនមែនតើនៅពេលដែលយើងកក់តែសាប៊ូសក់យើងគឺអត់ទន់លាស់អញ្ចឹងទេតែសាប៊ូកក់សក់ Felix ខ្ញុំហ៊ាននិយាយថាគ្រាន់តែកក់តែសាប៊ូឯណាសក់យើងគឺអលាស់អលងដូចតែសាយសូនអញ្ចឹងជំហានបន្ទាប់គឺខ្ញុំប្រើជាមួយនឹងក្រែមបន្ទន់សក់របស់ Felix ដូចជា Mask Up សក់ Collagen ដាក់ចូលគ្នាបងប្អូនគ្នាមានដឹងអត់ក្រែមបន្ទន់ជាមួយនឹង Mask Up សក់គឺពិតជាមានសារៈសំខាន់ខ្លាំងមែនតើពិសេសអ្នកដែលគាត់មានសក់ខូចដូចខ្ញុំក៏ដូចជាគៀបសក់ច្រើនអីគឺផល Mask ជាមួយនឹងក្រែមបន្ទន់ល្អខ្លាំងបើសិនជាអ្នកតាគ្នាមានបញ្ហាសក់របៀបថាចំពេអត់សើអលងអលោះគឺអាចប្រើឈុតសាប៊ូកក់សក់ Felix បានមាននិយាយថាផលលើកទី1ហើយសក់យើងគឺមានជីវិតជីវ៉ាឡើងវិញហ្មងអ្នកគ្នាមើលបានណាបន្ទាប់ពីខ្ញុំអប់ទុករយៈពេល7នាទីអ្នកតាគ្នាមើលតែសាយសក់ខ្ញុំបានគឺរលោងរលាស់មិនជំពាក់មិនធំតែប៉ុណ្ណោះគឺជ្រុះសក់តិចខ្លាំងមែនតើសម្រាប់បងអ្នកដែលគាត់កំពុងតែរកឈុតថែរក្សាតែសាយសក់គាត់ឲ្យរឹងមាំតាមថ្មីនេះគឺគាត់ចង់ថែសក់គាត់ឲ្យវែងដោយការពីមុនវិញគឺអាចជ្រើសជាមួយនៅសាប៊ូកក់សក់ Felix បានអ្នកគ្នាអាចចូលមើលវីដេអូចាស់ៗខ្ញុំបានណាសក់ខ្ញុំពីមុនគឺខ្លីមែនតើតែឥឡូវហ្នឹងសក់ខ្ញុំគឺដុសដល់ធំខ្នងហើយអ្នកគ្នាមិនមែនសក់ដុសធម្មតាណាដុសមកគឺតែសាយសក់ healthy ទន់រលាស់រលោងគឺមិនបាច់គៀបទេបន្ទាប់ពីខ្ញុំកក់សក់ជាមួយនឹងឈុតសាប៊ូកក់សក់ Felix ហើយខ្ញុំប្រើជាមួយនឹងទឹកបាញ់បដោះសក់ Biotin របស់ Felix គ្នាដឹងហើយទឹកបាញ់បដោះសក់គឺពិតជាមានសារៈសំខាន់ដូចគ្នាបើសិនជាអ្នកទាំងគ្នាជាមនុស្សដែលសក់មិនងាយដុសតែសំខាន់ហ្នឹងគឺយើងមានឆក់ទំពេកឬក៏កន្លែងណាអត់សូវមានកូនសក់បាញ់កន្លែងណាគឺដុសកន្លែងហ្នឹងតែម្ដងតែតាំងពីប្រើទឹកបាញ់បដោះសក់ Biotin Felix មកសក់ខ្ញុំគឺដុសកូនសក់ច្រើនខ្លាំងមែនតើហើយទៅណាក៏គេសួរដែរថាសក់អូនឯងខ្លីទេប៉ុន្តែមិនស្ទាបទៅក្រាស់ម៉េះកម្បាំងរបស់ខ្ញុំគឺធ្វើការបាញ់ទឹកបដោះសក់ជារៀងរាល់ពេលបន្ទាប់ពីកក់សក់ហើយនៅពេលដែលខ្ញុំបាញ់ហើយខ្ញុំឲ្យវាជ្រាបចូលស្បែកក្បាលហើយខ្ញុំសិតសក់ឲ្យស្អាតខ្ញុំចាប់ផ្ដើមប្រើជាមួយនឹងប្រេងរបស់ Felix ប្រេងរបស់ Felix នេះគឺយើងហៅថា bonding oil គឺសម្រាប់សក់គ្រប់ប្រភេទតែម្ដងហើយអ្នកទាំងគ្នាចូលចិត្តមូលឬក៏គៀបជាប្រចាំអីកុំភ្លេចប្រើជាមួយនឹងប្រេងលាបការពារចុងសរសៃសក់របស់យើងអ្នកទាំងគ្នាគ្រាន់តែឃើញ packaging ក៏ដឹងថាគុណភាពល្អប៉ុណ្ណាដែរត្រូវអត់សាច់ប្រេងបានណាគឺខ្ញុំដាក់តែ3តំណក់ទេគឺខ្ញុំលាបសងខាងតែម្ដងអបប្រយោជន៍របស់ប្រេងហ្នឹងគឺជួយព្យាបាលសក់ដែលបែកចុងសក់ដែលស្រួយគៀបត្រូវក្តៅឆោតអីហ្នឹងគឺប្រកែមែនតើអ្នកទាំងគ្នាលាបគឺអាចលាបតាមខ្ញុំបានដើម្បីឲ្យប្រេងហ្នឹងគឺវាចូលជាមួយនឹងសរសៃសក់យើងល្អបន្ទាប់ពីខ្ញុំប្រើប្រាស់ជាមួយនឹងឈុតសាប៊ូកក់សក់ទឹកបាញ់បដោះសក់ប្រេងអីហើយគឺខ្ញុំផ្លុំតាមតិចមកគឺសក់ខ្ញុំអត់គៀបទេគឺស្អាតពេញមួយថ្ងៃតែម្ដងអ្នកគ្នាចាំមើលរីសាសក់ខ្ញុំមកគឺរលោងរលាស់ហើយសក់នេះគឺបានគៀបឯណាគឺនិយាយមែនសក់ទន់អាលាស់អាលងបន្ទាប់ពីផ្លុំហើយគ្រាន់តែស្ងួតប៉ប់គឺសក់ត្រង់ស្អាតចឹងហ្មងសម្រាប់បងតាគ្នាចង់បានតែសាយសក់ដែលទន់ដូចតែសាយសូដោះលឿនអ្វីដែលសំខាន់ហ្នឹងគឺជួយព្យាបាលបញ្ហាឈូសក់អាចប្រើជាមួយនឹងឈុតសាប៊ូកក់សក់ Felix បានដែលមានកក់ជាមួយនឹងក្រែមបន្ទន់ Mask Up សក់ទឹកបាញ់បដោះសក់ក៏ដូចជាប្រេងលាបចុងសក់កុំភ្លេចណាចង់ថែរក្សាសក់ឲ្យបានវែងក្នុងឆ្នាំថ្មីនេះខ្ញុំហ៊ាននិយាយថាប្រើសាប៊ូកក់សក់អស់មួយឈុតធំនេះសក់អ្នកទាំងគ្នាគឺដុសស្អាតខ្លាំងមែនតើសិនជាចង់បានតែសាយសក់ស្អាតដុសលឿនកុំភ្លេចជាមួយនឹង brand Felix